សួស្តីអ្នកនរគ្នាតើយើងបន្តរឿងយើងទៀតណាហើយលោកតាគឺគាត់មានស្ដាប់អីហើយលើកដំបងចង់ដាក់ទៀតហើយចឹងសួស្តីតាលោកតាហើយតួប្រុសហ្នឹងមានចាំគេវាយ3 4ដំបងរៀនណាក៏ឆាត់ដំបងឆ្វាត់លោកតាហ្នឹងយើងថាលោកតាខ្ញុំមកគ្រូលោកតាទៅខ្ញុំមិនតបតលោកតាត្រូវដឹងថាខ្ញុំមកមិនឲ្យគេវាយដោយមិនមានមូលហេតុច្បាស់ទេបញ្ហារបស់ស៊ីនីនឹងខ្ញុំខ្ញុំអាចដោះស្រាយខ្លួនឯងបានលោកតាត្រឹមតែជាមិត្តរបស់ម៉ាក់ស៊ីនីនោះទេលោកតាមិនគិតថាវាលើសពេកទេហើយលោកតាហ្នឹងក៏និយាយថាឯងគ្មានសិទ្ធិធ្វើអីតាមច្បាប់ចិត្តឯងខ្លួនទៅអញដែរទេអាងអើយអ្នកម៉ាក់របស់ស៊ីនីមួយចោះចង់ឲ្យខ្ញុំមកចាប់ការអាលេខ្មៅនេះរបៀបណាទៅហើយតួស្រីរបស់យើងហ្នឹងដឹងចេះធ្វើមិនទេហើយគាត់ថាលោកតាស្ដាប់ខ្ញុំសិនលោកតាពិតជាយកច្រឡំធំមែនណាខ្ញុំមិនគេអ្នកលោកតាអាចកាត់ន័យយកបានថាហេតុអីគេមកសែនភ្លោជាមួយស្មាក់ទៅទីនេះហើយមែននេះហើយតួស្រីនិយាយយ៉ាងអៀនផងអីផងចឹងច្បាស់ថាមិនដឹងណាមួយគេមិនដឹងរឿងផ្ទាល់ខ្លួនរបស់ខ្ញុំទេលោកតាខឹបសឹបហើយលោកតាមើលទៅហើយកន្លែងមើលទៅទៀតហ្នឹងចង់ដាក់ទៀតទេនិយាយដូចដាក់តួប្រុសចឹងអ្នកនរគ្នាហើយតួស្រីហ្នឹងក៏បំផារឿងលោកតាហ្នឹងហើយក៏និយាយថាលោកតាខ្ញុំឃ្លានហើយលោកតាធ្វើម្ហូបអីខ្ញុំនឹកស្នាដៃលោកតាដល់ហើយបានលោកតាទៅធ្វើម្ហូបចៅចាំតាមួយផ្លេតទៅណាខ្ញុំទៅជាមួយលោកតាផងព្រោះតាស្មានតែពួកខ្ញុំជាស្បែកខ្មៅដូចបងឯងហ្នឹងជាមនុស្សខកអស់និយាយរួមមកទូប្រុសខឹងដែរហើយគាត់ថាលាក់បាំងរឿងអីមិនទាន់សមចិត្តហើយទូស្រីនៅនិយាយថាក្បាលបងអីឃើញពកហើយទូប្រុសគាត់ថាក៏ក្នុងចិត្តថាបំភ្លេចវាចោលទៅបើមានរឿងសំខាន់នោះតើគេបើកចិត្តប្រាប់ខ្ញុំខ្លួនឯងល្អជាងហើយទូប្រុសខ្ញុំក៏វិច្បារនិយាយថាមិនអីទេលោកតាធ្ងន់ដៃក៏សមតែបើមានបនអូនជាបានលើនេះវាប្រកាសជាមិនខានទេហើយតួស្រីហ្នឹងពីលឿនទេក៏ចាប់ស្មារតីមកហើយចឹកគេហ្មងអ្នកនរគ្នាហើយគេនិយាយថាមនុស្សរបស់អូននេះដល់ពេលមកបាយអ្នកនរគ្នាគេនិយាយថាលោកតាមកលោកតានៅតែដដែលមិនសមសោះតែលោកតាជុំធ្វើការក្នុងគ្រួសារទ្រស៊ូនោះវាឆ្ងាញ់ដូចម្ហូបរបស់ម៉ាក់ចៅទេតែព្រោះតែគាត់ទៅតាចិត្តធ្វើម្ដងសប្តាហ៍ថ្ងៃនេះពេលម៉ាក់ចៅនៅអាណាក្បាលគ្រួសារទ្រស៊ូនោះពិតជាគួរអាណិតខ្លាំងណាស់និយាយរួមមកតាគឺអាណិតម៉ាក់របស់តួស្រីជាអ្នកនរគ្នាហើយខ្ញុំនិយាយថាលោកតាស្នាដៃលោកតាដល់ថ្ងៃនេះមិនគួរលើកមកបើកហាងទេហីតាំងពីខ្ញុំចេញពីគ្រួសារទ្រស៊ូជាមួយម៉ាក់ស៊ីនីមកខ្ញុំមិនបានគិតថាចង់បើកមករបស់ខ្លួនឯងទេគឺថាវាស្មានប្រយោជន៍ផងណាមួយម៉ាក់ស៊ីនីបានលក់របៀបធ្វើម្ហូបនេះទៅឲ្យគ្រួសារស៊ូហើយចឹងខ្ញុំមិនចង់ធ្វើរឿងថោកទាបអញ្ចឹងទេចុះរាល់ថ្ងៃលោកតាធ្វើអីកូនចៅក៏គ្មានរស់នៅអំពឹងអីដែរលោកតាគឺមានតែប្រសាខាងបច្ចេកទេសវាលោខ្លាំងណាស់អញ្ចឹងស៊ីនីប្រាប់តាតាមថ្នងមើល7ឆ្នាំអញបាត់ទៅណាមិនមកព្រមឯងសោះតាដឹងថាឯងជាក្មេងល្អត្រឹមត្រូវមិនមែនជាមនុស្សព្រឹកចំណាំពេលឯងមានលុយនោះទេហេតុអីបានជាឯងមិនមកបែបនេះតាដឹងទេថាពិបាកយ៉ាងណាទីដែលត្រូវថែរក្សារូបមន្តសម្ងាត់របស់ម្ដាយរហូតមកបែបនេះប៉ុន្តែរបៀបនេះបានធ្លាក់លើដៃគ្រួសារទ្រព្យសម្បត្តិឲ្យយកមកវិញរបៀបណាទាំងនេះវាគួរតែជារបស់ឯងនិងម៉ាក់ឯងខ្ញុំមិនយល់ថាលោកតាចង់បានន័យថាម៉េចទេមិនបានខ្ញុំមកដឹងថាម៉ាក់រក្សាទុករបស់ខ្ញុំពុំនឹងស្លាប់ទៅវិញព្រោះគាត់គិតថាបើឯងរៀនគាត់ធ្វើម្ហូបវានឹងខាតពេលទៅគាត់មិនរំលឹកពីវាបន្ទាប់មកគាត់ក៏លាចាកលោកគាត់ស្ដាយវាណាទៅគាត់ទុកឲ្យឯងរបស់ខ្លះនៅពេលនោះឯងនៅតូចពេកទៅគាត់មិនឲ្យឯងពេលនោះគាត់ដឹងថាឯងនឹងអាពុទ្ធក៏ស៊ូណាស់ដើមដល់ទៅអញ្ចឹងបានជាគាត់ទុកសិភៅកំណត់ហេតុនឹងរូបមន្តសម្ងាត់នឹងតារហូតមកហើយប្រាប់តាថាបន្ទាប់ពីឯងរៀនចប់សាកលវិទ្យាល័យអាចមានចំហខ្លួនឯងទៅអាចឲ្យការបុគ្គលឯងលោកតាមើលស៊ីនីតាំងពីតូចមែនទេក៏ដឹងថាស៊ីនីរៀនចប់យូរហើយដែរមិនលោកតាមិនឲ្យទេហើយទើបមករំលឹកពេលទៅវិញទូប្រុសស៊ូអញ្ចឹងអ្នកនរគ្នា